ในរសៀលថ្ងៃទី25ខែធ្នូឆ្នាំ2025ឯកឧត្តមវត្តចម្រើនតំណាងឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រីថងខុនប្រធានគណៈកម្មការជាតិអូឡ িম্প ិកកម្ពុជា NOCC រួមជាមួយសមាជិកប្រតិបត្តិបានទទួលអំណោយមនុស្សធម៌ពីមូលនិធិជនភៀសខ្លួនអូឡ িম্প ិកដោយផ្ដោតសំខាន់លើការប្រើប្រាស់កីឡាជាឧបករណ៍ស្ដារកម្លាំងចិត្តនិងបន្តអភិវឌ្ឍសមត្ថភាពកីឡាករក្នុងចំណោមជនភៀសខ្លួននៅកម្ពុជាឯកឧត្តមវត្តចម្រើនអគ្គលេខាធិការ NOCC បានបញ្ជាក់ថាគម្រោងនេះជាគំនិតផ្ដួចផ្ដើមពិសេសរបស់ចលនាអូឡ িম্প ិកក្រោមការដឹកនាំរបស់គណៈកម្មការជាតិអូឡ িম্প ិកអន្តរជាតិ IOC និងក្រុមប្រឹក្សាប្រតិបត្តិអូឡ িম্প ិកអាស៊ី OCA ដែលមានគោលដៅធានាថាកីឡានៅតែបន្តមានវត្តមានសម្រាប់កុមារយុវជននិងកីឡាករទោះបីជាពួកគេកំពុងរស់នៅក្នុងស្ថានភាពលំបាកក៏ដោយឯកឧត្តមបានឲ្យដឹងថាតាមរយៈកិច្ចសហប្រតិបត្តិការរវាង IOC និងអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន UNHCR កីឡាត្រូវបានចាត់ទុកថាជាឧបករណ៍សំខាន់មួយក្នុងការកែលម្អសុខភាពផ្លូវកាយផ្លូវចិត្តនិងការរួមបញ្ចូលសង្គមជាពិសេសសម្រាប់កុមារនិងយុវជនដែលត្រូវបានបំបែកចេញពីបរិយាកាសរស់នៅធម្មតាអំណោយដែលទទួលបានមិនត្រឹមតែជាស្បៀងនិងសម្ភារៈចាំបាច់ប៉ុណ្ណោះទេប៉ុន្តែរួមមានសម្ភារៈកីឡាជាច្រើនដូចជាបាល់ទាត់បាល់ទះនិងឧបករណ៍ហាត់ប្រាណដែលនឹងត្រូវយកទៅប្រើប្រាស់ក្នុងការបង្កើតសកម្មភាពកីឡានិងកម្មវិធីហ្វឹកហាត់មូលដ្ឋានសម្រាប់កុមារនិងយុវជនភៀសខ្លួន NOCC បានបញ្ជាក់ថាការគ្រប់គ្រងនេះជាការលើកទឹកចិត្តឲ្យកីឡាករដែលស្ថិតក្នុងស្ថានភាពភៀសខ្លួនបន្តហ្វឹកហាត់និងរក្សាក្តីស្រមៃក្នុងវិស័យកីឡាទាំងថ្នាក់ជាតិនិងអន្តរជាតិស្របតាមវិញ្ញាសាអូឡ িম্প ិកនិងស្មារតី Fair Play គម្រោងនេះក៏បង្ហាញពីទូនាទីសកម្មរបស់ចលនាអូឡ িম্প ិកក្នុងការរួមចំណែកដល់សន្តិភាពនិងការអភិវឌ្ឍមនុស្សដោយប្រើកីឡាជាភាសាសកលតភ្ជាប់មនុស្សគ្រប់ជំនាន់និងគ្រប់ស្ថានភាពជីវិត